ភាពតានតឹងទៅតាមផ្លូវចិត្តគឺជាជំងឺមួយប្រភេទដែលមនុស្សយើងភាគច្រើននៅសម័យសពថ្ងៃកំពុងតែជួបប្រទះជាពិសេសគឺអ្នកដែលរស់នៅក្នុងសង្គមដែលមានការប្រកួតប្រជែងច្រើនមានសម្ពាធច្រើនដូចជាអ្នកដែលធ្វើការទៅតាមក្រុមហ៊ុនដែលមានសម្ពាធច្រើនឬក៏សម្បីអ្នកដែលរស់ស៊ីនៅក្នុងសង្គមដែលមានការប្រកួតប្រជែងច្រើនមានសម្ពាធច្រើនក៏អាចធ្វើឲ្យកើតភាពតានតឹងហើយវាក៏កំពុងคล้ายទៅជាជំងឺថ្មីមួយដែលមនុស្សភាគច្រើនកំពុងតែជួបប្រទះភាពតានតឹងនេះគឺមិនមែនត្រឹមតែជាជំងឺតាមផ្លូវចិត្តប៉ុណ្ណឹងទេបច្ចុប្បន្នវាคล้ายទៅជាជំងឺមួយដែលមានផលប៉ះពាល់ទៅដល់សុខភាពផ្លូវកាយសម្រាប់រយៈពេលវែងពីព្រោះនៅពេលណាដែលភាពតានតឹងកើតឡើងរោគ stress កើតឡើងវាធ្វើឲ្យរូបកាយរបស់មនុស្សយើងបញ្ចេញអុកម៉ូនមិនល្អមកដែលមានផលប៉ះពាល់ទៅដល់សុខភាពសម្រាប់រយៈពេលវែងសួរថាតើអ្វីទៅជាភាពតានតឹងភាពតានតឹងគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលកើតឡើងនៅពេលណាដែលចិត្តធ្វើការឆ្លើយតបទៅនឹងរឿងមិនល្អដែលកំពុងជួបប្រទះនៅពេលដែលមនុស្សយើងជួបរឿងមិនល្អរឿងដែលជាសម្ពាធរឿងដែលធ្វើឲ្យមានការភ័យខ្លាចភាពធុញថប់ភាពមួម៉ៅភាពផ្ដាច់កាហាយភាពតានតឹងតាមផ្លូវចិត្តក៏បានកើតឡើងហើយវាបានរីកសាយភាយទៅពេញរូបកាយរបស់មនុស្សយើងវាបណ្ដាលឲ្យកើតអុកម៉ូនមិនល្អដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់សុខភាពសួរថាតើភាពតានតឹងទៅតាមផ្លូវចិត្តនេះវាមានផលប៉ះពាល់ទៅដល់សុខភាពរបស់មនុស្សយើងយ៉ាងម៉េចខ្លះផលប៉ះពាល់អំពីភាពតានតឹងវាមានទាំងល្អទាំងមិនល្អសម្រាប់រយៈពេលខ្លីភាពតានតឹងខ្លះវាអាចមានផលល្អទៅដល់រូបកាយរបស់យើងដូចជាភាពតានតឹងដែលកើតឡើងពីការភ័យខ្លាចវាជួយជំរុញធ្វើឲ្យយើងអាចប្រើប្រាស់សមត្ថភាពពិសេសបានភ្លាមនៅពេលដែលសញ្ញានៃអន្តរាយសញ្ញានៃហានិភ័យណាមួយដែលបានកើតឡើងហើយវាបណ្ដាលឲ្យមានភាពតានតឹងទៅតាមផ្លូវកាយដូចជានៅសុកយើងមានសញ្ញានៃគ្រោះថ្នាក់ណាមួយកើតឡើងដូចជាមានសត្វសាហាវមានឆ្កែកាចមានខ្លាមានអីដេញមកមានសត្វអសេរពឹសអីដេញមកធ្វើឲ្យកើតការភ័យខ្លាចភ្លាមធ្វើឲ្យយើងអាចស្ទុះរត់បានយ៉ាងលឿនពេលខ្លះលោតផ្លោះរបងមួយយ៉ាងខ្ពស់ទៅបានរត់ឡើងដើមឈើយ៉ាងលឿនរត់កាត់បន្លាដោយមិនមានការឈឺចាប់នៅក្នុងគណៈដែលកំពុងភ័យខ្លាចហើយយើងត្រឡប់មើលទៅក្រោយវិញយើងនឹងឆ្ងល់ថាតើយើងអាចធ្វើបានយ៉ាងម៉េចពីព្រោះរឿងរ៉ាវទាំងអស់ហ្នឹងយើងលំបាកនឹងធ្វើនៅក្នុងគណៈពេលធម្មតាប៉ុន្តែភាពតានតឹងដែលជាសញ្ញានៃគ្រោះថ្នាក់ខ្លះដែលធ្វើឲ្យជំរុញសមត្ថភាពផ្លូវកាយរបស់យើងធ្វើឲ្យយើងអាចធ្វើអីមួយបានយ៉ាងអស្ចារ្យនៅពេលដែលភាពតានតឹងហ្នឹងកើតឡើងនៅក្នុងរយៈពេលខ្លីឬក៏ភាពតានតឹងខ្លះទៀតក៏វាជាផលល្អសម្រាប់សមត្ថភាពពិសេសរបស់មនុស្សយើងសម្បីនៅកន្លែងការងារដែលមានសម្ពាធច្រើនពេលខ្លះយើងអាចយកសម្ពាធហ្នឹងមកជាកត្តាមួយដើម្បីជំរុញខ្លួនឯងឲ្យសាងសមត្ថភាពចំណេះចេះដឹងបន្ថែមឲ្យខ្លួនឯងគឺមនុស្សខ្លះអាចសាងចំណេះចេះដឹងឲ្យខ្លួនឯងបានយ៉ាងលឿនសាង skill ឲ្យខ្លួនឯងបានយ៉ាងលឿនពីព្រោះមានសម្ពាធពីកន្លែងការងារមានសម្ពាធពីសង្គមដែលធ្វើឲ្យខ្លួនឯងមានការប្រឹងប្រែងដើម្បីអភិវឌ្ឍខ្លួនឯងអាហ្នឹងគឺជាផលល្អដែលកើតឡើងអំពីភាពតានតឹងដែលកើតឡើងនៅក្នុងរយៈពេលខ្លីប៉ុន្តែសម្រាប់រយៈពេលវែងភាពតានតឹងដែលបណ្ដាលធ្វើឲ្យកើតទៅជារោគ stress រោគមួម៉ៅរោគធុញថប់អាហ្នឹងគឺតែងតែមានផលមិនល្អទៅដល់សុខភាពពីព្រោះភាពតានតឹងដែលធ្វើឲ្យមួម៉ៅដែលយើងហៅថារោគ stress រោគធុញថប់វាបណ្ដាលឲ្យកើតអុកម៉ូនមិនល្អនៅក្នុងខ្លួនរបស់មនុស្សយើងហើយអុកម៉ូនមិនល្អទាំងអស់ហ្នឹងវាបណ្ដាលឲ្យកើតទៅជាជំងឺទៅតាមផ្លូវកាយដែលមានផលមិនល្អសម្រាប់សុខភាពរបស់មនុស្សយើងនៅក្នុងរយៈពេលវែងអ្នកវិទ្យាសាស្ត្រដែលបានធ្វើការសិក្សាអំពីផលប៉ះពាល់នៃភាពតានតឹងទៅតាមផ្លូវចិត្តទៅដល់សុខភាពផ្លូវកាយបានរកឃើញថាភាពតានតឹងទៅតាមផ្លូវចិត្តនេះវាមានផលប៉ះពាល់ទៅដល់ការឆ្លើយតបរបស់អុកម៉ូននិងប្រព័ន្ធសរសៃឈាមបេះដូងនៅពេលណាដែលភាពតានតឹងមានការកើតឡើងក្រពេញរបស់មនុស្សយើងដែលហៅថា adrenal នឹងបញ្ចេញអុកម៉ូន stress សំខាន់ដូចជា cortisol
epinephrine adrenaline និង norepinephrine អាហ្នឹងគឺជាប្រភេទនៃអុកម៉ូនមិនល្អដែលវាបានបញ្ចេញឡើងនៅពេលដែលភាពតានតឹងមានការកើតឡើងអុកម៉ូនមិនល្អទាំងអស់ហ្នឹងវាបានធ្វើដំណើរទៅតាមចរន្តឈាមទៅកាន់សរសៃឈាមនិងបេះដូងអុកម៉ូនប្រភេទ adrenaline គឺជាអុកម៉ូនមួយដែលធ្វើឲ្យបេះដូងលោតញាប់និងបង្កើនសម្ពាធឈាមដែលយូរទៅវាអាចបណ្ដាលឲ្យកើតទៅជាជំងឺលើសឈាមអុកម៉ូនប្រភេទ cortisol វាធ្វើឲ្យស្រទាប់ខាងក្នុងនៃសរសៃឈាមដំណើរការមិនប្រក្រតីដែលជាជំហានដំបូងនៃជំងឺក្រិនសរសៃឈាមនិងបង្កើនហានិភ័យនៃជំងឺគាំងបេះដូងឬក៏ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអានឹងគឺជាភាពប៉ះពាល់នៃភាពតានតឹងទៅតាមផ្លូវចិត្តដែលវាប៉ះពាល់ទៅដល់សុខភាពផ្លូវកាយដែលវាអាចបង្កើតទៅជាជំងឺលើសឈាមជំងឺក្រិនសរសៃឈាមឬក៏ដាច់សរសៃឈាមក្នុងខួរក្បាលនៅពេលដែលភាពតានតឹងនោះមានការកើនឡើងខ្លាំងផលប៉ះពាល់ដែលលើសពីនេះទៅទៀតគឺនៅពេលណាដែលខួរក្បាលទទួលបានសញ្ញាអំពីភាពតានតឹងវាធ្វើឲ្យប្រព័ន្ធសរសៃប្រសាទស្វយ័តសកម្មហើយបានបញ្ជូនសញ្ញាទៅប្រព័ន្ធសរសៃប្រសាទពោះវៀនដែលជាហេតុបណ្ដាលឲ្យកើតអាការៈមិនស្រួលនៅក្នុងពោះរំខានដល់ការកន្ត្រាក់ពោះវៀនដែលនាំឲ្យកើតមានរោគសញ្ញារលាកពោះវៀនធំវាធ្វើឲ្យក្រពះងាយប្រតិកម្មនឹងជាតិអាស៊ីតដែលជាទូទៅធ្វើឲ្យមានការក្តៅក្រហាយនៅក្នុងបេះដូងភាពតានតឹងក៏អាចផ្លាស់ប្ដូរសមាសភាពនិងមុខងាររបស់បាក់តេរីនៅក្នុងពោះវៀនផងដែរដែលជាទូទៅធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារនិងសុខភាពទូទៅរបស់មនុស្សជាតិផលប៉ះពាល់មួយទៀតដែលបណ្ដាលមកអំពីភាពតានតឹងទៅតាមផ្លូវចិត្តគឺធ្វើឲ្យឡើងទម្ងន់ធ្វើឲ្យធាត់ប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំនិងភាពចាស់នៅពេលដែលភាពតានតឹងតាមផ្លូវចិត្តកើតឡើងវាបញ្ចេញអុកម៉ូនមួយយ៉ាងដែលហៅថា cortisol អុកម៉ូន cortisol នេះឯងដែលធ្វើឲ្យយើងកើតចំណង់នៅក្នុងអាហារអាចធ្វើឲ្យយើងឃ្លានអាហារប្រភេទសម្បូរទៅដោយថាមពលនិងកាបូហៃដ្រេតដែលហៅថាអាហារបំបាត់ stress ដែលនាំឲ្យកើតការប្រមូលផ្ដុំជាតិខ្លាញ់នៅក្នុងពោះដែលជាមូលហេតុធ្វើឲ្យឡើងគីឡូធ្វើឲ្យធាត់ជាតិខ្លាញ់នៅក្នុងកាពះនេះបានបញ្ចេញអុកម៉ូននិងសារធាតុគីមីដែលបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃភាពតានតឹងរ៉ាំរ៉ៃក៏ធ្វើឲ្យមុខងារកោសិកាភាពស៊ាំមួយចំនួនបានធ្លាក់ចុះគឺធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងមានការធ្លាក់ចុះដែលធ្វើឲ្យងាយនឹងឆ្លងមេរោគហើយនៅពេលដែលមានមុខរបួសមានការមុតហើយគឺមិនងាយនឹងជាសះស្បើយហើយលើសពីនេះគឺវាធ្វើឲ្យក្រូម៉ូសូមគឺកោសិការបស់មនុស្សយើងវាឆាប់ចាស់ពីព្រោះអុកម៉ូនដែលកើតឡើងវាធ្វើឲ្យប៉ះពាល់ទៅដល់កោសិកាល្អវាបញ្ចេញនៅកោសិកាមិនល្អដែលធ្វើឲ្យឡើងទម្ងន់ធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះនិងធ្វើឲ្យកោសិការបស់មនុស្សយើងឆាប់ចាស់ផលប៉ះពាល់ដែលកើតពីភាពតានតឹងទៅតាមផ្លូវចិត្តគឺមិនមែនមានត្រឹមតែប៉ុណ្ណឹងទេវានៅមានផលប៉ះពាល់ផ្សេងទៀតដូចជាការដែលធ្វើឲ្យកើតមុននៅលើមុខអ្នកដែលមានរោគ stress ច្រើនមានភាពតានតឹងទៅតាមផ្លូវចិត្តច្រើនគឺតែងតែចេញមុនចេញកតួនៅលើមុខមិនថាប្រុសមិនថាស្រីទេគឺ stress ច្រើនធ្វើឲ្យឡើងមុនច្រើនវាធ្វើឲ្យជ្រុះសក់កើតទៅជារោគជ្រុះសក់មានបញ្ហាផ្លូវភេទធ្វើឲ្យឈឺក្បាលធ្វើឲ្យរឹងសាច់ដុំធ្វើឲ្យលំបាកនៅក្នុងការផ្ចង់អារម្មណ៍វាធ្វើឲ្យឆាប់អស់កម្លាំងឬក៏ធ្វើឲ្យចិត្តមួម៉ៅឆាប់ខឹងរោគសញ្ញាទាំងអស់ហ្នឹងគឺជាផលប៉ះពាល់ដែលកើតឡើងអំពីភាពតានតឹងទៅតាមផ្លូវចិត្តអានេះគឺជាផលប៉ះពាល់ដែលកើតឡើងអំពីភាពតានតឹងទៅតាមផ្លូវចិត្តដែលយើងត្រូវតែមានវិធីនៅក្នុងការដោះស្រាយហើយវិធីព្យាបាលនៅក្នុងការដោះស្រាយជាមួយនឹងភាពតានតឹងនេះគឺមិនមែនត្រឹមតែថ្នាំពេទ្យតែមួយយ៉ាងទេគឺត្រូវអាស្រ័យការប្រឹងប្រែងពីយើងខ្លួនឯងផ្ទាល់ជាពិសេសគឺត្រូវមានវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងចិត្តខ្លួនឯងគឺធ្វើឲ្យចិត្តមានអារម្មណ៍ល្អដូចជាការគិតរឿងល្អៗគិតវិជ្ជមានគិត positive អាសាទៅហាត់ប្រាណ
ដើម្បីថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តឬក៏មានមិត្តភ័ក្តិល្អៗដែលជួយចែករំលែកនៅពេលដែលមានបញ្ហាហើយជាពិសេសគឺត្រូវមានវិធីសាស្ត្រនៅក្នុងការថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អដើម្បីដោះស្រាយជាមួយនឹងភាពតានតឹងដែលអាចនឹងកើតឡើងនៅក្នុងជីវិតរបស់យើង